ប្តីលឿនឡើងជួយខ្ញុំផងកូនឆាប់ជួយម៉ែផងប្តីខ្ញុំជាប្រពន្ធជាទីស្រឡាញ់របស់បងណាកូនម៉ែជាអ្នកបង្កើតនិងចិញ្ចឹមកូនជាម៉ែបង្កើតរបស់កូនណាអញគួរតែជួយអ្នកណាបងប្អូនតើអញគួរជ្រើសរើសយ៉ាងម៉េចទៅជួយខ្ញុំផងប្តីឆាប់ជួយខ្ញុំផងកូនម៉ែចិត្តតោងលេងចប់ហើយអរគុណបងប្អូនកុំអាល់អរគុណខ្ញុំសេចក្តីស្រឡាញ់របស់ម្ដាយធំធេងជាងមេឃគាត់ប្រើរាងកាយរយៈពេល10ខែដើម្បីផ្ដល់ឲ្យអ្នកនូវអង្រឹងដែលកក់ក្ដៅនិងមានសុវត្ថិភាពបំផុតនៅលើលោកព្រមទាំងលះបង់យ៉ាងលំបាកដើម្បីបង្កើតនិងចិញ្ចឹមអ្នកបងប្អូនអាចភ័យខ្លាចបានប៉ុន្តែដាច់ខាតមិនត្រូវភ្លេចគុណម្ដាយឡើយអញជាអ្នកណារឿងគ្រួសារពួកអញដល់វេនអញជាមនុស្សក្រៅមកលូកដៃតាំងពីអង្ការប្តីអញមិនទាន់ហ៊ានមាត់មួយម៉ាត់ផងចេះតែចង់ដឹងរឿងគេអញហ៊ានវីអញផងវីអញនឹងហើយរាល់ថ្ងៃនេះម៉ែអញទ្រាំនឹងកំហឹងស្ពឹកប្រពៃរបស់អញគ្រប់គ្រាន់ហើយថ្ងៃនេះអញភ្ញាក់ខ្លួនជាដាច់ខាតហើយអញចង់លេងលេះជាមួយឯងស្អែកម៉ោង10ជួបគ្នានៅការិយាល័យកិច្ចការស៊ីវិលមិនជួបមិនលាខ្ញុំដឹងខុសហើយកុំបោះបង់ខ្ញុំចោលអីបានទេគ្មានអ្វីត្រូវចរចាទៀតទេអរគុណបងប្អូនការដឹងគុណមិនបាច់និយាយច្រើនទេមនុស្សល្អតែងតែទទួលបានផលល្អប្តីជាទីស្រឡាញ់